និយាយពីឈាមមកពុកហើយកូនតើការលះបង់មួយនេះវាមានទំហំប៉ុណ្ណាតើភាពប្រកដួលនៅក្នុងខ្លួនរបស់គាត់នេះវាប៉ុន្មាននេះហើយដែលផ្ញើជូនបងប្អូនយើងដែលតែងតែសើចតែងតែពេលព្រាយដល់សមត្ថកិច្ចព្រំមិនតន់អីតតែមានលុយបានធ្វើការមិនពាក់មួកជិះម៉ូតូជ្រែចេះចុះអូយវាសពគ្រប់អ្វីដែលយើងរិះគន់វាបានតែរិះគន់ទេប៉ុន្តែបានឃើញសកម្មភាពគេធ្វើបាន share បានតែសារមួយម៉ាត់នៅអត់ទេមែនទេឥឡូវបើខ្ញុំមិនចេញមកនិយាយទៀតរឿងវាកាន់តែអត់ដឹងទៀតទេមែនអត់ចឹងពេលខ្លះមិនថាយើងទៅលើកតម្កើងយើងទៅសើមនុស្សម្នាក់ពីរនាក់មិនមែនទេព្រំមិនតន់គឺគេធ្វើការទាំងអស់ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋលះបង់របស់ប៉ូលីសព្រំមិនតន់វាមានច្រើនណាស់ការលះបង់វាមានធំធេងណាប៉ុន្តែដូចថារឿងខ្លះទៅវាកំសត់ពេកទៅបងប្អូនអ្នកសារព័ត៌មានយើងមើលផ្លែកកើតក៏ជួយផ្សាយទៅក៏វាធ្វើឲ្យយើងបានដឹងសោះផ្សាយទៅបើមិនផ្សាយទេក៏អត់បានដឹងថាតើមានរឿងអីខ្លះដែរដោយករណីនេះអញ្ចឹងកក្កដា05ហ្នឹងគាត់គឺជាអធិការរងរបស់ខណ្ឌដង្កោបាទហើយនៅពេលដែលតាមប្រមាញ់ជនជាប់ចោតជនត្រូវចោតដែលជនសង្ស័យសំទោសបាទប្រើពាក្យជនសង្ស័យមិនត្រូវជនសង្ស័យដែលរំលោភនិងសម្លាប់នៅលើពេទ្យចិនម្នាក់នោះបាទទៅដល់អ្នកលឿងខណៈពេលនោះក្រុមគ្រួសារគាត់កំពុងមានទុកជាទម្ងន់ដែលពុករបស់គាត់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាឡាម៉ែតជាដង្ហើមចុងក្រោយប៉ុន្តែគាត់ត្រូវតែបំពេញកាតព្វកិច្ចដឹកនាំកូនចៅដឹកនាំកងកម្លាំងទៅស្បាមយកមុខសញ្ញាហ្នឹងឲ្យបានអញ្ចឹងដេញទៅដល់អ្នកលឿងបានហើយយកមកហើយក៏រត់ទៅមើលឪពុកនៅពេទ្យប៉ុន្តែអនិច្ចាអីឪពុកលោកទទួលមរណភាពបាត់ទៅអញ្ចឹងអត់តន់ដង្ហើមមកឪពុកទេទាំងយើងជាងគេជាកូនតើអារម្មណ៍គ្រប់គ្រួប៉ុណ្ណានេះហើយកាតព្វកិច្ចទោះតែគាត់មិនធ្វើបានទេបើនិយាយពីកាតព្វកិច្ចមិនអាចមិនអត់ធ្វើទេប៉ុន្តែគេជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋគ្នាមិនបានដេកមិនបានពួនមិនបានដេកអោបប្រពន្ធកូនសៅអាទិត្យអីគ្មានទេម៉ោងប្រហែលក៏ដោយឲ្យតែថាមានបញ្ហាមានរកឃើញមុខសញ្ញាភ្លាមទៅចុះអនុវត្តនីតិវិធីឬក៏ច្បាប់មុខសញ្ញាអីគឺចេញទៅភ្លាមអត់មានតនេបានទេអត់មានពេលនាំប្រពន្ធកូនដើរលេងសៅអាទិត្យទេគឺមានទំនួលខុសត្រូវគ្រប់ពេលមិនមែនថាវាពិបាកពេកទេធ្វើកើតឲ្យគេធ្វើម្ដងមិនមែនទេព្រោះគ្នាស្រឡាញ់បានគ្នាទៅធ្វើការងារហ្នឹងព្រោះគ្នាស្រឡាញ់ហើយបានគ្នាធ្វើការងារហ្នឹងប៉ុន្តែហេតុអីបានត្រូវមើលបំណាំអារឿងមិនពាក់មួកការពារអារឿងមិនដាក់កញ្ចក់អារឿងមើលទៅធ្វើការងារជាក្រុមជាអីអារឿងព្រមមិនតន់នេះស្រុកណាគេធ្វើអញ្ចឹងដែរគឺការងារខ្លែងភេទគឺការងារធ្វើម៉េចឲ្យចាប់ចងបានមុខសញ្ញាមិនមែនដើម្បីទៅគប់ចិត្តអ្នកឯងថាតតែចេះតតែចោះទេតែគិតឡើងវិញវាពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់តាមរយៈសារនេះខ្ញុំសូមលើកទឹកចិត្តដល់ជាង60ខ្សែហើយសូមចូលរួមនៃទុកដល់ក្រុមគ្រួសារសពជាលោកឪពុកជាទីស្រឡាញ់របស់បងប្អូនជាង60ខ្សែហើយកក្កដា05នេះក៏ដូចជាលើកទឹកចិត្តដល់កងកម្លាំងព្រំមតនយើងគ្រប់ទាំងព្រំមតនកម្រិតស្រាលទាំងកម្រិតធ្ងន់មិនថានៅខណ្ឌមិនថានៅប៉ុស្តិ៍ឬក៏បងប្អូនយើងនៅបាទនយោបាយកឋានបាទនៅទីណាក៏ដោយបាទកងកម្លាំងព្រំមតនខ្ញុំសូមលើកទឹកចិត្តខិតខំកាត់ទៀតបើអត់មានព្រំមតនទេវឹកវរហើយជាពិសេសរដូវកាល World Cup នេះឃើញឆ្នាំនេះប្លែកទេរាល់ឆ្នាំឲ្យតែ World Cup ភ័យហើយរឿងចោលតែឆ្នាំនេះគឺគេខិតខំគ្រប់គ្នាហ្នឹងហើយដែលយើងចង់លើកឡើងថាអីដែលបងប្អូនយើងខិតខំគួរតែលើកទឹកចិត្តទៅហើយកុំយករឿងតូចតាចយកមកធ្វើការស្ដីបន្ទោសយកមកមាក់ងាយបំបាក់ទឹកចិត្តគ្នាលើកទឹកចិត្តគ្នាទៅណាបើគ្មានពួកគាត់យើងក៏មិនបានដេកស្រួលដែរយើងក៏ភ័យគ្រប់ពេលគ្រប់វេលាដែរអញ្ចឹងខ្ញុំសូមអរគុណខ្ញុំមានប៉ុណ្ណេះសូមអរគុណដល់ទឹកចិត្តដល់ក្លាហានមានការលះបង់ដ៏ធំធេងសម្រាប់ការងារបម្រើដល់មាតុភូមិកម្ពុជាជាពិសេសសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញហើយពោះទៅកាន់ខណ្ឌដង្កោផ្ទាល់តែម្ដងដែលលោកអធិការរងលោកបានខិតខំលោកបានខិតខំ